ធានីភ្នំពេញនៅថ្ងៃទី22ខែសីហាម្សិលមិញបានសម្រេចបញ្ជូនខ្លួនយុវជនម្នាក់ទៅឃុំនៅពន្ធនាគារព្រៃសរបណ្ដោះអាសន្នបន្ទាប់ពីយុវជនរូបនោះបញ្ចេញសារនយោបាយអំពីការធ្វើបដិវត្តន៍ដើម្បីផ្លាស់ប្តូររដ្ឋាភិបាលនៅលើបណ្ដាញ Facebook ទោះជាយ៉ាងណាមន្ត្រីសង្គមស៊ីវិលយល់ឃើញថាការសរសេររបស់យុវជននោះគ្រាន់តែជាការបញ្ចេញមតិតែប៉ុណ្ណោះលោកយាងសុជាមេតារាយការណ៍ព័ត៌មាននេះមន្ត្រីការពារសិទ្ធិមនុស្សអង្គការលីកាដូលោកអំសំអាតឲ្យដឹងនៅថ្ងៃទី22សីហាថាយុវជនដែលត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រាប់ឃុំខ្លួនបណ្ដោះអាសន្ននោះមានឈ្មោះគង់រាយាគឺជានិស្សិតឆ្នាំទី1នៃសាកលវិទ្យាល័យខេមរៈនិងជាសមាជិកនៃបណ្ដាញសហព័ន្ធនិស្សិតកម្ពុជាលោកអំសំអាតឲ្យដឹងបន្តថាយុវជនគង់រាយាត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី20សីហានៅសាកលវិទ្យាល័យខេមរៈក្នុងខណ្ឌសែនសុខក្រុងភ្នំពេញគឺជាង10ថ្ងៃក្រោយពីយុវជនរូបនេះបានបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់ខ្លួនដោយសរសេរថាតើមានបងប្អូនណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំឬទេថ្ងៃណាមួយនៅពេលខាងមុខនេះខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្ដូររបបដ៏ថោកទាបមួយនេះចេញពីសង្គមខ្មែរទោះបីជាត្រូវជាប់គុកឬស្លាប់ក៏ដោយក៏ខ្ញុំត្រូវតែធ្វើដែរក្រោយពីការចាប់ខ្លួនយុវជនគង់រាយាត្រូវបានតុលាការចាប់ប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាតតាមមាត្រា495នៃក្រមព្រហ្មទណ្ឌកម្ពុជាហើយដែលអាចប្រឈមនឹងការជាប់ពន្ធនាគារពី6ខែដល់2ឆ្នាំបើតុលាការរកឃើញថាមានទោសមែននោះនេះគឺជាលើកទី1ហើយដែលមានការចាប់ខ្លួនមនុស្សក្នុងរឿងបដិវត្តពណ៌ចាប់តាំងពីមានការព្រមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងមន្ត្រីជាន់ខ្ពស់យោធាគឺលោកជាតារាមិនឲ្យមានបដិវត្តពណ៌ប្រឆាំងរដ្ឋាភិបាលកាលពីពេលថ្មីៗនេះអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវសុភ័ក្រមានប្រសាសន៍ថាអ្វីដែលយុវជនគង់រាយាលើកឡើងនៅលើបណ្ដាញសង្គម Facebook មិនមែនជាការបញ្ចេញមតិនោះទេប៉ុន្តែវាជាការអំពាវនាវឲ្យមានការប្រឆាំងទៅនឹងរដ្ឋាភិបាលលោកថាបើយុវជនគង់រាយាចង់ផ្លាស់ប្ដូររដ្ឋាភិបាលមែននោះគឺគេអាចធ្វើទៅបានតាមរយៈសញ្ញាឆ្នោតហើយបានគឺអបអរនឹងពេញពេញមួយអាពី5ឆ្នាំម្ដងបាត់ច្បាប់ខ្លួនឯងទៅដល់បញ្ចេញមតិទៅថាបដិវត្តពណ៌នេះដល់បានទៅបដិវត្តពណ៌ទៅស្អីបានពិចារណាបានថានេះជាស្លាប់ទៅដែលមកមិនជាបុគ្គលឬកណ្ដាលទេយ៉ាងណាក៏ដោយមន្ត្រីការពារសិទ្ធិមនុស្សលោកអំសំអាតយល់ឃើញថាអ្វីដែលយុវជនគង់រាយាលើកឡើងនៅលើ Facebook របស់ខ្លួនវាគ្រាន់តែជាការបញ្ចេញមតិរបស់យុវជននោះដើម្បីសម្ដែងការមិនពេញចិត្តរបស់ខ្លួនចំពោះអ្វីមួយនៅក្នុងសង្គមតែប៉ុណ្ណោះផ្ទុយទៅវិញលោកគិតថាការចាប់ខ្លួនយុវជនគង់រាយាពេលនេះអាចដោយសារសមត្ថកិច្ចយល់ឃើញថាយុវជនរូបនេះផ្កើនរដ្ឋាភិបាលដែលកន្លងមកតែណែនាំមន្ត្រីកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទប់ស្កាត់ឲ្យបានកុំឲ្យមានបដិវត្តពណ៌កើតឡើងគាត់គ្រាន់តែជាយុវជនមួយអាយុ25ឆ្នាំនឹងឲ្យគាត់អស់ Facebook ហើយវិជាបរិបទឬកណ្ដាលណាទៅធ្វើបដិវត្តជាមួយគាត់ទៅគឺគិតទៅវិញគ្មានទេប៉ុន្តែអាចជាការចេញមតិយោបល់គាត់អូថាគាត់មានកំផាំងឯមួយតែប៉ុណ្ណឹងទេហើយការដែលគាត់បញ្ចេញនេះក៏វាអត់តមានការស្ទាបចេតនកម្មឬក៏ក្រុមណាមួយប៉ុនប៉ងធ្វើបដិវត្តពណ៌ឬស្អីគឺអត់មានណាអញ្ចឹងខ្ញុំគិតថាជាគូគិតអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ជាពលរដ្ឋផងកាលពីពេលថ្មីនេះយុវជនគង់រាយាក៏ធ្លាប់បានបង្ហោះរូបថតខ្លួនឯងចាក់ច្រវាក់ដៃច្រវាក់ជើងធ្វើជាអ្នកទោសនៅលើបណ្ដាញសង្គម Facebook ជាមួយយុវជនដទៃទៀតដើម្បីសម្ដែងការប្រឆាំងរបស់ពួកគេចំពោះការបង្កើតច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្រោយមកនៅពេលដែលយុវជនទាំងនោះទៅសម្ដែងការតវ៉ាប្រឆាំងច្បាប់នេះនៅមុខរដ្ឋសភាពួកគេមួយចំនួនក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកទៅសួរនាំអស់រយៈពេលពេញមួយថ្ងៃមុននឹងដោះលែងឲ្យមានសេរីភាពឡើងវិញទោះជាយ៉ាងណាក៏ដោយចុះក្រោយការបង្ហោះពាក្យសម្ដីរបស់យុវជនគង់រាយាដែលមន្ត្រីសង្គមស៊ីវិលចាត់ទុកថាជាការសម្ដែងមតិនេះគេមិនឃើញមានអំពើហិង្សាឬភាពចលាចលណាមួយកើតឡើងនៅក្នុងសង្គមនោះទេខ្ញុំយេសុជាមេតាវត្ថុអាស៊ីសេរីភ្នំ